របស់ខ្ញុំឈឺបោះដាច់កូនខ្ញុំមកហើយកូនមិនគួរចឹងទៅវិញម៉ែជាហើយកូនម៉ែជាហើយមែនទេម៉ែជាហើយគ្រាន់តែកូនមកដល់ផ្ទះភ្លាមជំងឺម៉ែទាំងពួងអារងងាប់ហ្នឹងកូនគឺជាដាច់តែម្ដងអត់តាមកាពិតខ្ញុំហាក់បីដូចជាមិនជឿសមហើយមិនជឿយ៉ាងម៉េចពេលខ្លះបែរជាមានវិនិច្ឆ័យបែបនេះទៅវិញដំណើរពូជណាកូនពេលខ្លះខុសខាងគ្រូបាអាចារ្យខុសខាងខ្មោចខាងអីចឹងណាកូនពេលណាកូនចាប់បាត់ដំណឹងកូនយូរពេកពេលណាកូនមកអញ្ចឹងទៅដូចឆ្នាំអាសុតម្យ៉ាងចឹងណាកូនទេអញ្ចឹងហ៎ល្អណាស់បើសិនជាខ្ញុំមកដល់ហើយម៉ែបែរទៅជាម៉ែបែរជាមានកម្លាំងកំហែងឡើងវិញឥឡូវចេះតែម៉ែណាចាំមិនអត់ខ្ញុំមានការប្រញាប់ណាខ្ញុំត្រឡប់ទៅវិញឈប់សិនចូលចូលអត់មានណាទេដើរមកនេះកូនគិតថាកូនមកចូលទីនេះហើយកូនអាចដើរចេញបាននោះចាំម៉ែមានរឿងអីមានរឿងបានម៉ែហៅកូនមករៀបចំខ្លួនបានត្រឹមត្រូវនៅសល់បានខែទៀតកូនត្រូវចូលរោងការណែម៉ែយ៉ាងម៉េចខ្ញុំស្រាប់មិនច្រឡំទេមែនទេអត់ច្រឡំទេខ្ញុំចូលរោងការវាត្រូវណាខ្ញុំការជាមួយអ្នកណាការជាមួយហ្មងដែលគូរំដឹងតែម៉ែរៀបចំទុកពេលណាដែលកូនត្រឡប់មកវិញម៉ែនឹងការឲ្យកូនតែម្ដងម៉ែយ៉ាងម៉េចម៉ែផ្សំគុំខ្ញុំជាមួយរបស់លំអងព្រៀបបីដូចជាប្អូនស្រីរបស់ខ្ញុំដែលខ្ញុំចាត់ទុកនាងពីដើមរហូតមកហើយក្នុងពេលនេះម៉ែខ្ញុំរៀបការជាមួយនឹងនាងតើម៉ែមិនបានសួរចិត្តរបស់ខ្ញុំខ្លះទេមិនបាច់សួរត្រឹមតែម៉ែឃើញលំអងជាមនុស្សល្អជានារីស្រោតបូតបានម៉ែចូលចិត្តបន្ទាប់មកម៉ែក៏បានសំគុំតំណាក់ត្រឹមជាប្អូនក៏ពិតមែនក៏ប៉ុន្តែកាលណាដែលកូនរៀបការជាមួយនឹងគ្នាហើយយល់ចិត្តយល់ថ្លើមពេលនោះអាការស្រឡាញ់ក៏វាកើតចេញពីនឹងដែរណែម៉ែយ៉ាងម៉េចខ្ញុំធំហើយខ្ញុំពេញវ័យហើយបើសិនជាខ្ញុំចង់បានគូសកលគូតែខ្ញុំរើសដោយខ្លួនឯងម៉ែខ្ញុំរៀបការជាមួយរបស់ម៉ែសួរចិត្តរបស់ខ្ញុំតែខ្ញុំស្រឡាញ់នាងឬមិនស្រឡាញ់មិនបាច់ស្រឡាញ់ត្រឹមតែម៉ែស្រឡាញ់ខ្លួនឯងបានហើយបើសិនជាម៉ែស្រឡាញ់ម៉ែរៀបការខ្លួនឯងទៅការក៏បានអាណាប្រកាសចូលការជាមួយស្រីគ្នាឯងមិនបានហើយខ្ញុំប្រាប់ម៉ែណាយ៉ាងម៉េចទោះបីជាខ្ញុំស្លាប់ក៏ខ្ញុំមិនរៀបការជាមួយរបស់ដែរល្អណាស់ម៉ែក៏ចង់ដឹងថាកូននឹងតស៊ូជាមួយម៉ែយ៉ាងម៉េចស្ទះតែម៉ែមិនចង់យ៉ាងម៉េចចាប់លោកប្រុសឯងចាប់ឲ្យទៀតឈប់សិននេះចាប់ឲ្យមកត្រឹមចាប់ឲ្យជាប់ចាំសម្ដីម៉ែបានច្បាស់ណាម្ដាយគ្រប់រូបរមែងចង់ឃើញកូនល្អម៉ែមិនចង់ឲ្យកូនស្រឡាញ់មីក្រូលហាមអ្នកនឹងទេកុំថាម៉ែមិនដឹងម៉ែបានដឹងរឿងក្បាច់យ៉ាងថាកូនកំពុងតាក់ទងស្ដាប់សម្ដីម៉ែបានច្បាស់ណាហើយម៉ែនឹងយកកូនឯងទៅឃុំក្នុងបន្ទប់រួចហើយមិនឲ្យកូនឯងទៅណាចរខាត់រងចាំតែថ្ងៃរៀបការកូនឯងចេញមកជួបម៉ែបានហើយម៉ែយ៉ាងម៉េចបើសិនជាម៉ែឲ្យខ្ញុំរៀបការជាមួយរបស់ម៉ែរៀបការបានតែខ្លួនប្រាណរបស់ខ្ញុំតែប៉ុណ្ណោះតែចំណុចចិត្តរបស់ខ្ញុំគឺខ្ញុំស្រឡាញ់ភួងជាប្រពន្ធរបស់ខ្ញុំស្រឡាញ់ទៅមីក្រូលហាមហ្នឹងហាមមីស្បែកហ្នឹងបងទៀតលេចចាប់ទៅយកទៅយកទៅឲ្យលេចខ្ញុំទៅយកទៅលេចចូលជាមួយអ្នកណាចូលជាមួយលោកស្រីឆាតឆាញឲ្យងាប់ខ្ញុំមកបំរើលោកស្រីយូរហើយខ្ញុំតែដឹងថាលោកស្រីពឹសពលសាហាវចឹងសោះវាពឹសពលតែវានៅស្ទើរណាស់រឿងពឹសពលប៉ុណ្ណឹងវានៅអន់វានៅចំណុចខ្សោយរបស់ខ្ញុំទេតែបើតាមចរិតខ្ញុំពិតខ្ញុំចង់ទៅដល់ផ្ទះវាខ្ញុំចង់ទៅអាកវាងាប់ទេអូយលោកស្រីប្រយ័ត្នមិនទាន់បានការកូនផងជាប់គុកជាប់ច្បាក់លោកស្រីតែលោកស្រីយ៉ាងម៉េចការលោកប្រុសឲ្យការខ្ញុំមួយដែរខ្ញុំសន្យាពិតមែនបើសិនជាការកូនរបស់ខ្ញុំហើយខ្ញុំនឹងរកបរិយាណាដែលស័ក្តិសមបំផុតប៉ុន្តែស្ទាំងយកទេអូអត់យកទេលោកស្រីមកមានគាត់ប៉ុណ្ណាហើយមានខ្ញុំប៉ុណ្ណាមិនងាប់ខ្ញុំមកលោកស្រីឈប់សិនកុំបាយនិយាយលេងសើចយើងមានការងារឯងធ្វើការងារអីលោកស្រីឯងត្រូវតែយាមការលោកប្រុសឲ្យបានល្អអូអារឿងបបាក់កូនកន្លោះគេចាប់កូនកន្លោះគេមកការនេះទុកខ្ញុំទៅតែអញ្ចឹងក៏ល្អហើយថ្ងៃហ្នឹងខ្ញុំមិននៅផ្ទះទេតាណាលោកស្រីខ្ញុំចង់ឲ្យឯងជូនខ្ញុំទៅផ្ទះមីកាចាស់នោះឲ្យដឹងសោះខ្មៅហើយក៏ចង់មើលមុខវាថាមុខវាអស់ចោលប៉ុណ្ណាទៅតែលោកស្រីកុំ
ឲ្យវាមកថ្ងៃរោងការអូនណាបានចង់ចេញណាតាជំរាបសួរលោកម្ចាស់លោកស្រីមិនបាច់ឆ្ងល់ថាខ្ញុំមកពេលនេះจะមានការអីលោកស្រីអញ្ជើញមកដល់ក្នុងខ្ទមរបស់ខ្ញុំតើមានការអីទៅឆ្ងល់ចាបាទឆ្ងល់នឹងប្រាប់ខ្ញុំចង់មើលមុខថាមីកពូទាវាចង់ឡើងត្រូវអ្នកស្រីនិយាយពីអីខ្ញុំអត់យល់ទេអ្នកស្រីនិយាយឲ្យចំមកបើចង់ឲ្យច្បាស់ហើយបើសិនជាចង់ឲ្យចំមើលមុខខ្ញុំបានច្បាស់នេះគឺលោកស្រីឆាឆាយម៉ែរបស់វាលោកស្រីជាកិត្តិយសណាស់បានលោកស្រីអញ្ជើញមកដល់ក្នុងខ្ទមរបស់ខ្ញុំលោកស្រីខ្ញុំជាអ្នកក្រខ្ញុំអត់មានអ្វីទទួលឲ្យសមរម្យទេសំបីតែក្រែក៏គ្មានផងណាលោកស្រីមិនបាច់មកពេលនេះណាការពិតមិនចង់មកទេកាលណាបើសិនជាខ្ញុំមកវាពោពេញទៅដោយភ្លៀបភាពស្អុយគ្រប់និងភាពក្រលហាមបើសិនជាខ្ញុំត្រឡប់ផ្ទះវិញខ្ញុំប្រកាសជានិមន្តព្រះសង្ឃ7វត្តយកមកសោយទឹកដើម្បីលុបលាងអាភាពក្រលហាមហ្នឹងតែបាច់ទៅឆ្ងាយទេចូលសាច់រឿងរបស់យើងវិញស្ដាប់សំដីខ្ញុំឲ្យបានច្បាស់ណានោះមែនទេតែពាក់ព័ន្ធមួយកូនរបស់ខ្ញុំរូបរាងស្អាតបាបដូចគេនិយាយមិនខុសថាកលាផ្កាម៉ូតូដោះនៅក្នុងជើងភ្នំតែកុំសង្ឃឹមណាហើយជាបាល់ធំខ្ញុំមិនឲ្យនាងជប់ជាមួយកូនខ្ញុំស្អាតខាតហើយស្ដាប់ចម្លើយម្យ៉ាងទៀតកូនរបស់ខ្ញុំត្រូវចូលរោងការរយៈពេល3ខែទៀតហើយបើសិនជាកូនរបស់ខ្ញុំចូលរោងការហើយបើសិនខ្ញុំឃើញនាងឯងឬក៏ម៉ែของឯងទៅក្នុងមន្ទីរមង្គលការរបស់កូនខ្ញុំទៅអុកឡុកដើម្បីឲ្យទីមង្គលការមួយនេះបានរលត់សាយជីវិតម៉ែកូននឹងឯងទៅពីក៏ត្រូវងាប់ដូចគ្នាស្ដាប់សម្ដីឯងឲ្យបានច្បាស់លោកស្រីរយៈពេល3ខែទៀតកូនរបស់លោកស្រីចូលរោងការហើយមិនអីទេលោកស្រីអញ្ចឹងក៏ល្អហើយដាស់ទៀនទៀតណាប្រយ័ត្នតាអញឃើញនឹងឯងអើតក្បាលចូលផ្ទះអញចូលមកនេះងាប់អញប្រាប់កូនឯងឃើញទេកូនឯងឃើញទេគេលាកូនទៅតែ3ថ្ងៃប៉ុណ្ណោះតែពេលនេះគ្រប់3ថ្ងៃហើយកូនដំណឹងល្អបានមកប្រាប់កូនឯងថាគេចូលរោងការតែម៉ែជួយកូនឯងយ៉ាងម៉េចកូនឯងគិតឃើញទេបានតែទេកូនយើងមិនអាចនៅទីនេះបានទេយើងត្រូវតែចាក់ចេញពីខ្ទមកំសត់នេះដើម្បីកុំឲ្យគេធ្វើបាបកាត់ចិត្តទៅកូនតែខ្ញុំមិនព្រមទេហេតុអីក៏បងព្រមធ្វើយ៉ាងនេះក
ស្មារតីតើបងធ្វើយ៉ាងណាចំពោះអូនចឹងបាច់ទៅពីរំមាប្រត់ថ្លៃឲ្យអូននឹងកកិនចិត្តទៅកូនតើគិតយ៉ាងណាតែវិធីមកយ៉ាងកូនមានតែយើងចាក់ចិត្តពីដងលោកតាដើម្បីកុំឲ្យយើងសម្លាប់យើងណាកូនណាពេលលាសំដីម៉ែអើយម៉ែកូនស្លុតអង្ហាថ្ងៃវាដែលមកសន្យាតើឲ្យអូនសង្ឃឹមអ្នកណាបងអើយបងមកញៀនចិត្តខ្លាំងណាស់ប្រថ្លៃបីខែទៀតប្រពញាចរណៃរៀបការប្រពន្ធណាឲ្យអូនឈឺចាប់មែកាន់ចិត្តណាទៅកូនណាកុំបានរំអីចាំក្បោកគេណាមើលក្បោកគេ កុំឲ្យគេរកឃើញកុំឲ្យគេធ្វើបាបណាកូនណាចាំមកកូន
វាសនាខ្ពស់ណាស់មិននៅតែប៉ុន្មានខែតែប៉ុណ្ណោះដល់ថ្ងៃដែលខ្ញុំចូលរោងការជាមួយនឹងគូដេដឹងដែលលោកពុកអ្នកម្ដាយទុកដាក់ហើយនេះជាកិត្តិយសដ៏ធំធេងដែលសម័យខ្លួនដូចជារូបខ្ញុំនេះមានវាសនាបើយ៉ាងទៀតអ្នកទាំងសងខាងក៏ពេញចិត្តចំពោះខ្ញុំណាស់ដែរយ៉ាងមិនដែរបានមកចំការមុននឹងថ្ងៃខ្ញុំរៀបបង្គោលការបែបនេះបងទាំងអស់គ្នាសប្បាយចិត្តទេសប្បាយចិត្តណាស់នាងឥឡូវនេះមុននឹងខ្ញុំចូលពិធីមង្គលការបានសូមអនុញ្ញាតឲ្យពីពុកម៉ែមកដល់លេងដើម្បីអ្នកឲ្យសប្បាយលះបង់ពីភាពនៅលីវរបស់ខ្ញុំណាដូច្នេះបងឯងក៏ជាស្រីជាខ្ញុំដែរដឹងទេរស់នៅជាមួយនឹងម៉ែខ្ញុំបងគឺជាអ្នកបម្រើក៏ប៉ុន្តែខ្ញុំនេះមិនដែលចាត់ទុកបងទាំងអស់គ្នាជាអ្នកបម្រើរបស់ខ្ញុំនោះទេ